ទិនវីអើយទៅភ្នំសាលីងរៀនចេះវិជាអីខ្លះនិយាយរឿងចេះវិជាគឺចេះខ្លាំងណាស់លោកតាអញ្ចឹងតាសួរមួយព្រំវិហារធម៌មានន័យថាម៉េចព្រំវិហារធម៌មានន័យថាភាពកតញ្ញូគោរពដំបូន្មានខុសហើយឲ្យទៅភ្នំសាលីងរៀនគ្មានបានការអីសោះព្រំវិហារធម៌មានន័យថាព្រំសូត្រធម៌នៅក្នុងវិហារហើយមិនបានជាប្រែទៅជាអញ្ចឹងលោកតាឯងមិនចេះបំបែកពាក្យទេអីព្រំបោកនឹងវិហារបោកនឹងធម៌បើមិនប្រែថាព្រំសូត្រធម៌នៅក្នុងវិហារឲ្យប្រែថាព្រំច្រៀងក្រាអូខេក្នុងវិហារមែនទេសុំទោសលោកតាដែលខ្ញុំឆ្លើយអត់ត្រូវតែពេលដែលខ្ញុំឡើងលើភ្នំសាលីងគឺអត់បានរៀនសូត្រអ្វីទេគឺរវល់តែដាក់បាយឲ្យឆ្មាហើយមិនក៏អញ្ចឹងព្រោះពេលនោះលោកសង្សាលីងរវល់តែរៀនធ្វើម្ហូបហើយមិនក៏ទៅរៀនធ្វើម្ហូបក្រែងឆាន់តែម្ហូបបួសទេអីថ្ងៃមួយនោះសង្សាលីងឈឺពោះរាអាចពេញមកវត្តដល់ហៅលោកគ្រូពេទ្យមកពីនិតគ្រូពេទ្យនោះថាមកពីឆាន់ម្ហូបគ្មានជីវជាតិដល់ឥឡូវសង្សាលីងថ្ងៃណាក៏ឆាក្តៅនឹងមកជូរគ្រឿងសាច់ឆ្កែដែរឥឡូវឆ្កែចិត្តអស់ពីវត្តហើយបន្តិចទៀតប្រហែលជាដល់វេនឆ្មាហើយលោកតាសង្សាលីងឥឡូវឆាន់ឆ្ងាញ់រហូតកាលតានៅបួសអត់មាននរណានាំអាចស៊ីងចឹងសោះស្ដាយដល់ហើយ